ចាសួស្តីថ្ងៃនេះយើងរៀនតទៅនៅចំណុចប្របាប់នៃព្រឹត្តិការណ៍នៃការពិសោធន៍ច្រើនដងអញ្ចឹងខ្ញុំធ្វើការបង្ហាញទៅលើការបោះគ្រាប់ចាជាស្អីទៅលើការបោះកាក់ណាអញ្ចឹងដោយយើងបានរៀនរួចមកហើយតទៅនឹងការបោះកាក់គឺមានមុខពីរដែលយើងតំណាងថាមុខមួយជាអក្សរហៈមុខមួយជាអក្សរតេណាអញ្ចឹងពីរហ្នឹងចឹងខ្ញុំធ្វើការបង្ហាញពីការពិសោធន៍ការបោះម្ដងបោះពីរដងនិងការបោះ3ដងចាអញ្ចឹងបើសិនជាករណីដែលបោះម្ដងប្រកាសជាអាចចាបានហាស់ឬក៏បានទេចាអញ្ចឹងមានន័យថាចំនួនករណីអាចដែលវាកើតមានឡើងគឺពីរករណីចានេះខ្ញុំសរសេរពីស្វ័យគុណមួយមានន័យថាពេលដែលកាក់មានមុខ2ហើយបោះម្ដងគឺ2ស្វ័យគុណ1ស្មើ2ករណីដែលបោះ2ដងករណីបោះ2ដងដើម្បីឲ្យវាបង្ហាញភាពលម្អិតបានច្បាស់លាស់កុំឲ្យបាត់ករណីណាមួយយើងធ្វើ diagram មេឈើចាមានន័យថាលើកទី1អាចចេញទេលើកទី1ក៏អាចចេញហាដូចគ្នាចាអញ្ចឹងពេលបោះលើកទី1ករណីអាចកើតមានឡើងគឺ2ដល់បោះលើកទី2វាក៏អាចចេញទេឬក៏ចេញហាដូចគ្នាដែរណាក្នុងនេះដូចគ្នាគោលដៅរបស់វាអញ្ចឹងមានន័យថាអ្វីដែលអាចកើតមានគឺទេហាទេឬហាក្នុងនេះហេតុអីបានទេហានិងហាទេផ្សេងគ្នាព្រោះបោះពីរលើកគិតលំដាប់ណាចេញបោះទី1ចេញទេនិងបោះលើកទី1ចេញហាគឺរឿងផ្សេងគ្នាអញ្ចឹងយើងរាប់ព្រឹត្តិការណ៍មកបានទេហាទេនិងហាសរុបទៅចំនួនករណីអាចគឺ4ករណីឬខ្ញុំអាចសរសេរថា2ស្វ័យគុណ2ដោយសារតែកាក់មានមុខ2នេះហើយបោះ2លើកឥឡូវខ្ញុំមកធ្វើការបោះ3លើកវិញម្ដងចាអញ្ចឹងលើកទី1អាចចេញទេហាលើកទី2ក៏អាចចេញទេហានេះលើកទី3ក៏អាចចេញទេហាអញ្ចឹងនៅពេលដែលខ្ញុំតម្រៀបព្រឹត្តិការណ៍ដែលអាចកើតមានឃើញមានចា8ករណីមានទេហាទេហាហាទេនិងហាអញ្ចឹង8ករណីណាបើយើងសរសេរជាស្វ័យគុណយើងឃើញថាកៈមានមុខ2បោះ3លើគឺស្មើ2ស្វ័យគុណ3អញ្ចឹងយើងអាចសរសេរថា2គុណនឹង2គុណនឹង2ចំនួន3លើកណាស្មើ8តមកទៀតខ្ញុំធ្វើឧទាហរណ៍តកតងនឹងការបោះគ្រាប់ឡុកឡាក់មានមុខ6ដាក់បងលេខទី1ដល់6ណាបើសិនជាខ្ញុំធ្វើការបោះតែម្ដងបោះមួយលើកហ្នឹងអាចចេញលេខ1ចាចេញលេខ2 3 4 5 6សិតតែអាចកើតមានអញ្ចឹងព្រឹត្តិការណ៍អាចបែបហ្នឹងចំនួនករណីអាចគឺ6លើកឬ6ករណីសំទោសណាមាន6លើកទេតែបើសិនខ្ញុំបោះ2លើកវិញចាខ្ញុំត្រូវប្រើ diagram មេឃបែបហ្នឹងចាបោះលើកទី1អាចចេញ1អាចចេញ2 3 4 5ឬ6លើកទី2ក៏អាចចេញបែបហ្នឹងដូចគ្នាណាគ្រប់ករណីទាំងអស់អញ្ចឹងយើងឃើញថា6ករណី6ដងគឺស្មើនឹង6គុណនឹង6ឬ6ស្វ័យគុណ2អាចចេញ6ករណីអញ្ចឹងមានន័យថាពេលគ្រាប់ឡុកឡាក់មានមក6បោះ2លើកគឺយើងអាចសរសេរ6ស្វ័យគុណ2ឬយើងដើម្បីមានភាពងាយស្រួលចាបើសរសេរបែបនេះយើងត្រូវអង្គុយសរសេរចេះទៀតណាពី1គូតារាងគូ diagram មេឈើហើយគួយរៀបរាប់បាត់ប៉ុន្តែជាការល្អយើងអាចប្រើតារាងបានលឿនជាងឧទាហរណ៍ចានេះការបោះលើកទី1វាអាចចេញ1 2 3 4 5 6លើកទី2វាអាចចេញដូចគ្នាអញ្ចឹងខ្ញុំតម្រៀបលំដាប់មកចាបើលើកទី1ចេញលេខ1លើកទី2ចេញលេខ1ដូចគ្នាអញ្ចឹងសរសេរបែបនេះលើកទី1ចេញលេខ1លើកទី2ចេញលេខ2ទី1ចេញ1ទី2ចេញ3អញ្ចឹងប្រើតារាងបែបនេះអាចធ្វើឲ្យយើងមានភាពងាយស្រួលរកឃើញនៅទាំងចំនួនករណីអាចនិងព្រឹត្តិការណ៍អាចសរុបចូលគ្នាតែម្ដងចាអរគុណសម្រាប់វីដេអូទី1